ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះម៉ាមីនំចុកលបអាហារទៀតទេណាបងប្អូនបន្លែមានប៉ុណ្ណឹងហើយបងប្អូនអានេះស្លឹកការ៉ុតទេបងប្អូននេះដាំខ្លួនឯងអាឡាំងទូចហ្នឹងវាអត់ចុះមើលទេបងប្អូនមិនមែនស្លឹកកធំទេទេកធំទេមិនតាន់មានទេមានស្នេហ៍ចាហើយទឹកស្លហ្នឹងគឺទឹកស្លដែលយើងស្លទុកស្រាប់ទេចាបងប្អូនចានេះការ៉ុតម៉ាមីចាស្វាមីម៉ាមីក៏ដាំឲ្យញឹកពេកនេះស្នាមខ្ញុំដកមិញទេចាបងប្អូនមើលទូចទេនេះអានេះធ្វើតែបាយម៉ាមីគូឆាយដាំនឹងជាប់ធ្វើតែបាយមួយគ្នាហ្នឹងបងប្អូនជាណាតែវាទៅដោះអានេះជីពងទេកូនបងប្អូនស្វាមីខ្ញុំចេះតែគេតុកឲ្យបងប្អូនខ្ទឹមចាខ្ទឹមសស្ពៃអីចឹងទៅចានេះខាងនេះក៏មកផើងទៀតដែរបងប្អូនតែខ្ញុំកាត់អស់មិញនេះអានេះគល់ខ្ទឹមខ្ញុំកាត់មិញទឹកស្លនំបញ្ចុកយើងពុះហើយនេះមានស្នេហ៍ចានំបញ្ចុកហ្នឹងមានស្នេហ៍បើសិនតែយើងធ្វើលក្ខណៈគ្រួសារនៅស្រុកស្រែវាអាចយូរដែរអញ្ចឹងហើយបានជាម៉ាមីស្លទុកចាបងប្អូនចានំបញ្ចុកយើងរួចរាល់ហើយមានស្នេហ៍ចាទំនងហ៎បងប្អូនកុំថាម្ទេសនឹងច្រើនម្ទេសនឹងអត់ច្រើនទេពេលដែលខ្ញុំហូបខ្ញុំអាចនឹងថែមទៀតអញ្ចឹងណាអត់ជូរអត់ហឹរចុងក្រោយនៃនំបញ្ចុកគឺអត់រសជាតិឆ្ងាញ់ទេសម្រាប់ម៉ាមីចាបងប្អូនខ្ញុំមិនដឹងទេចាអ្នកអត់ចេះហឹរក៏គាត់អត់ចេះហូបអញ្ចឹងហ្នឹងហើយចាមកគ្រប់អញ្ជើញទទួលទានជុំគ្នាvớiម៉ាមីគោរពជំរាបសួរចាលោកតាលោកយាយលោកពុកអ្នកម៉ែបងប្អូនកូនក្មួយនំបញ្ចុកលបអាហាររបស់ម៉ាមីបានរួចរាល់ហើយណាមេស្នេហ៍ចាមកគ្រប់អញ្ជើញទទួលទានអាហារជួបជុំគ្នាជាមួយម៉ាមីណាចាឆ្ងាញ់ណាស់សុំជ្រោយមួយសិនណាបេះដូងម៉ាមីសួរចិញ្ចឹមណាបងប្អូនណាចង់យកទៅចិញ្ចឹមឲ្យស្រួលណា